ក្រាបថ្វាយបង្គំមេឃដីសិនចៃវេឯងយករបស់ចង្រៃនេះចូលរោងការតាឯងឈួតទេចង្រៃបើធៀបនឹងការលុបឈ្មោះមនុស្សរស់ចេញពីសៀវភៅវង្សតកូលលួចប្តូរសម្បត្តិអាពាហ៍ពិពាហ៍លេបត្របាក់ថ្លៃបណ្ណាការយកសៀវភៅវង្សតកូលគ្រួសារសែនចូលផ្ទះតើមួយណាចង្រៃជាងបងស្រីខ្ញុំដឹងថាបងអន់ចិត្តបើបងមិនពេញចិត្តខ្ញុំនឹងទៅឥឡូវនេះកុំហៅខ្ញុំថាបងស្រីមើលសិនថាសម្បត្តិអាពាហ៍ពិពាហ៍សរសេរឈ្មោះនរណាសៀវភៅវង្សតកូលគាត់ឈ្មោះនរណាចាំគិតថាឯងគួរហៅខ្ញុំថាម៉េចរយវ័យថ្ងៃនេះជាថ្ងៃមង្គលភ្ញៀវពេញរោងមានរឿងអីយើងនិយាយគ្នាតាមក្រោយកុំធ្វើឲ្យគ្រប់គ្នាពិបាកមើលនិយាយគ្នាតាមក្រោយចាំពួកឯងសំពះផ្ទឹមរួចចូលបន្ទប់សំដំណេករួចយកថ្លៃបណ្ណាការ12ហឹបដីចំការ3កន្លែងហាង2ដែលម្ដាយខ្ញុំទុកឲ្យខ្ញុំយកទៅដាក់ក្នុងទីធ្លារបស់នាងទាំងអស់ដល់ពេលនោះខ្ញុំនៅមានកន្លែងរកយុទ្ធធរទៀតទេតាមពិតមិនមែនកូនស្រីគ្រួសារសែនឈឺទើបឲ្យរៀបការជំនួសទេគឺត្រូវគេដណ្ដើមតើដណ្ដើមប្តីហើយចង់លេបត្របាក់ថ្លៃបណ្ណាការទៀតនេះហួសហេតុពេកហើយនិយាយផ្ដេសផ្ដាសឯងសម្រាប់ព្យាបាលជំងឺនៅចំការ3ឆ្នាំឯងរក្សាសំណាងខ្លួនឯងមិនបានឆាជួរៀបការចូលភូមិគ្រឹះហៅជំនួសឯងគឺជាសំណាងរបស់ឯងសុទ្ធតែជាកូនស្រីគ្រួសារសែនខ្ញុំមិនធ្វើបាបឯងទេពាក្យរបស់លោកយាយនិយាយឲ្យអ្នកក្រៅស្ដាប់ទៅបានហើយអ្នកណាគេអូសក្មេងចង្រៃនេះចេញទៅវាងាប់ខ្ញុំអ្នកទទួលខុសត្រូវបោះវាទៅចំការវិញទៅអ្នកណាហ៊ានប៉ះអ្នកនាងយើងលោកយាយប្រញាប់ធ្វើអីអ្នកនាងថ្ងៃនេះមិនមែនមកបំផ្លាញរោងការក៏មិនមែនមកដណ្ដើមកូនកំឡោះគ្រាន់តែមកផ្ទៀងឈ្មោះសម្បត្តិអាពាហ៍ពិពាហ៍សរសេរឈ្មោះនរណាសៀវភៅវង្សកូលគាត់ឈ្មោះនរណាថ្លៃបណ្ណាការជារបស់នរណាគួរតែនិយាយឲ្យច្បាស់លាស់នៅចំពោះមុខបុព្វបុរសទីសីថោកទាបម្នាក់ក៏ហ៊ានកាត់សម្ដីនៅមុខខ្ញុំដែរទីសីចាស់មិនហ៊ានកាត់សម្ដីទេគ្រាន់តែលោកស្រីមុនពេលស្លាប់មានបណ្ដាំបើថ្ងៃណាមួយសម្បត្តិអាពាហ៍ពិពាហ៍របស់អ្នកនាងត្រូវគេលួចប្តូរឲ្យទីសីចាស់កាន់សៀវភៅវង្សកូលនៅចំពោះមុខសាច់ញាតិទាំងអស់សួររឿងនេះឲ្យច្បាស់ឥឡូវនេះយើងមកគិតគូរឲ្យច្បាស់តើអ្នកណាគួរតែជាប្រពន្ធរបស់កូនប្រុសច្បងភូមិគ្រឹះជេងញ៉ាន់ហៅបងស្រីខ្ញុំដឹងថាបងខឹងខ្ញុំស្អប់ខ្ញុំតែរឿងរៀបការនេះគឺលោកយាយជាអ្នកសម្រេចចិត្តបងយេងញ៉ានឃើញខ្ញុំកំព្រាគ្មានទីពឹងទៅអាណិតខ្ញុំមិនដែលគិតចង់ដណ្ដើមអីពីបងទេមិនដែលគិតចង់ដណ្ដើមមកចូលសក់ហងនោះគឺម្ដាយខ្ញុំធ្វើដោយផ្ទាល់ដៃទុកឲ្យខ្ញុំជាកាដូពេញវ័យខាងលើមានឆ្លាក់ឈ្មោះម្ដាយខ្ញុំអក្សរវ័នថ្ងៃនេះឯងពាក់វាសំពះផ្ទឹមនៅហ៊ាននិយាយថាខ្លួនឯងមិនដែលគិតចង់ដណ្ដើមទៀតនេះគ្រាន់តែជាកំហុសឆ្គងដែលខ្ញុំទទួលស្គាល់ប៉ុណ្ណោះកាលនោះលោកស្រីសេននៅរស់នៅឡើយក្រោយមកក៏និយាយថាទុកឲ្យកូនស្រីច្បងឯងគ្រាន់តែជាកូនស្រីចុងប៉ុណ្ណោះឯងមានសិទ្ធិអីមកទាមទាររបស់ទាំងនេះមែនហើយខ្ញុំគ្រាន់តែជាកូនស្រីចុងប៉ុណ្ណោះរបស់ដែលម្ដាយខ្ញុំបន្សល់ទុកឲ្យមានតែដី3កន្លែងនិងហាង2តែប៉ុណ្ណោះពេលដែលលោកយាយយករបស់ខ្ញុំទៅទាំងអស់គឺនិយាយយ៉ាងពីរោះបាននិយាយពីរោះយ៉ាងនេះមិនស្ថ្ងៃនេះនៅចំពោះមុខភ្ញៀវទាំងអស់យករបស់ទាំងអស់នោះមកលាតត្រដាងនៅចំពោះមុខដូនតានៃត្រកូលសេនមើលថារបស់ទាំងនេះជារបស់នរណាឲ្យពិតប្រាកដជឿវ័យតាឯងចង់បានអ្វីឲ្យប្រាកដយើងអាចនិយាយគ្នាតាមសម្រួលបានហេតុអីត្រូវហែកកេកត្រកូលសេននិងត្រកូលហៅនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះកេកឈ្មោះអ្នកទាំងអស់គ្នាលួចប្តូរសម្បត្តិអាពាហ៍ពិពាហ៍របស់ខ្ញុំទៅជារបស់នាងថែមទាំងយកថ្លៃបណ្ណាការរបស់ខ្ញុំទៅដាក់ក្នុងទីធ្លារបស់នាងទៀតយកឈ្មោះរបស់ខ្ញុំចេញពីបញ្ជីគ្រួសារតើធ្លាប់ទុកមុខឲ្យខ្ញុំខ្លះទេទៅយកសម្បត្តិអាពាហ៍ពិពាហ៍មកមិនបានទេបាននិយាយដល់សម្បត្តិអាពាហ៍ពិពាហ៍ហើយយកមកមើលទៅមិនអាចឲ្យភ្ញៀវទាំងអស់ស្ដាប់តែម្ខាងហើយឲ្យគេសាយចំអកនោះទេខ្ញុំដឹងច្បាស់ណាស់គាត់មិនមែនធ្វើជាម្ចាស់ឲ្យខ្ញុំទេគាត់គ្រាន់តែមិនអាចទទួលយកបាននៅរឿងអាស្រូវរបស់កូនប្រុសគាត់ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះត្រកូលហៅមើលនេះទៅនេះគឺជាសម្បត្តិអាពាហ៍ពិពាហ៍កាលពី18ឆ្នាំមុនដែលត្រកូលសេននិងត្រកូលជីងអានហៅបានភ្ជាប់ពាក្យនឹងគ្នាខាងលើមានត្រារបស់ម្ដាយខ្ញុំហើយក៏មានហត្ថលេខារបស់ចាស់ទុំទាំងសងខាងដែរបាននិយាយថារឿងរៀបការអាចផ្លាស់ប្ដូរបាននោះគួរតែឲ្យអ្នកទាំងអស់គ្នាមើលសិនថាតើដើមឡើយភ្ជាប់ពាក្យជាមួយនរណាគ្រាន់តែជាក្រដាសចាស់មួយសន្លឹកប៉ុណ្ណោះមិនអាចយកជាការបានទេយកជាការបានឬអត់មិនមែនលោកយាយនិយាយមួយម៉ាត់គឺបាននោះទេសូមចាស់ទុំទាំងអស់ជួយមើលផងបើចាស់ទុំទាំងអស់សំបីតែសម្បត្តិអាពាហ៍ពិពាហ៍ក៏មិនហ៊ានមើលនោះថ្ងៃនេះខ្ញុំនឹងយកបញ្ជីគ្រួសារត្រកូលសេននេះបញ្ជូនទៅសាលាខេត្តសុនធានដោយផ្ទាល់ឲ្យមន្ត្រីជួយមើលថាតើកូនស្រីច្បងរបស់ត្រកូលសេនជានរណាឲ្យប្រាកដតើសម្បត្តិអាពាហ៍ពិពាហ៍នេះយកជាការបានឬអត់កូនប្រុសច្បងត្រកូលជីងអានហៅគូជីងយានរៀបការជាមួយកូនស្រីច្បងត្រកូលសេនឈ្មោះនៅលើសម្បត្តិអាពាហ៍ពិពាហ៍មិនមែនជាលីនឈូឈូទេមិនមែនជាលីនឈូឈូទេមិនក៏អញ្ចឹងមិនមែនជាលីនឈូឈូទេមិនក៏អញ្ចឹងគាត់មិនមែនមិនដឹងទេគាត់គ្រាន់តែធ្វើពុតជាមិនដឹងប៉ុណ្ណោះសម្បត្តិអាពាហ៍ពិពាហ៍ចាស់សរសេរថាកូនស្រីច្បងចុះយ៉ាងម៉េចកាលនោះម្ដាយឯងនៅរស់ធម្មតាត្រូវតែសរសេរឈ្មោះឯងហើយតែក្រោយមកឯងមានជំងឺនាំសំណាងអាក្រក់ដល់ឪពុកម្ដាយរឿងរៀបការនេះក៏ត្រូវផ្លាស់ប្ដូរមនុស្សហើយ
ផ្លាស់ប្ដូរមនុស្សលោកយាយនិយាយថាផ្លាស់ប្ដូរគឺផ្លាស់ប្ដូរតាមមានភស្តុតាងអ្វីគ្រាន់តែពឹងលើពាក្យថាខ្ញុំមានជំងឺនាំសំណាងអាក្រក់ដល់ឪពុកម្ដាយឬលោកពិតជាស្គាល់ត្រាផ្ទាល់ខ្លួនរបស់ម្ដាយខ្ញុំហើយត្រាដែលបោះនៅទីនេះតើវាជាត្រាផ្កាអង្គាសិលឹករបស់លោកស្រីមុនឬអត់គឺជាត្រារបស់លោកស្រីមុនមិនខុសទេនៅខាងក្រោមនេះមានសរសេរលេខកូដសម្បត្តិកំណើតត្រូវនឹងឆ្នាំយ៉ុងខាងទី23ដើមខែ5 1 ម៉ោង 7 ព្រឹកកូនស្រីច្បងត្រកូលសិនដែលកើតនៅម៉ោងនេះគឺមានតែខ្ញុំសិនជាយីម្នាក់គត់ទៅយកច្បាប់ចម្លងសម្បត្តិកំណើតដែលរក្សាទុកនៅវិមានហៅមកព្រះឲ្យសំបីតែសម្បត្តិកំណើតក៏ត្រូវគ្នាដែរនេះច្បាស់ជាការដណ្ដើមប្តីហើយកូនស្រីបងប្អូនជីដូនមួយរៀបការជំនួសស្អីនេះច្បាស់ជាចង់ដណ្ដើមកន្លែងគេតើសុទ្ធតែជាមនុស្សមួយគ្រួសារដូរកូនក្រមុំរៀបការទៅវាមិនមែនជារឿងរលីផែនដីណាជីយីឯងចាំបាច់អីត្រូវគៀបសង្កត់គេម្លេះមែនហើយដូរកូនក្រមុំរៀបការលោកយាយនិយាយបានស្រួលណាស់អញ្ចឹងសូមលោកយាយប្រាប់អ្នកទាំងអស់គ្នាទៅមើលថ្លៃបណ្ណាការ32ហឹបដែលម្ដាយខ្ញុំរៀបចំទុកឲ្យខ្ញុំហេតុអីបានជាមាន17ហឹបថ្ងៃនេះត្រូវសែងចូលទៅក្នុងទីធ្លារបស់ប្អូនជីដូនមួយដ៏ល្អរបស់ខ្ញុំទៅវិញជីយីកុំឡូឡាទៀតឡូឡាក្នុងសម្បត្តិអាពាហ៍ពិពាហ៍មិនមែនជានាងសម្បត្តិកំណើតក៏មិនមែនជានាងសំបីតែថ្លៃបណ្ណាការក៏សែងខុសទីធ្លាដែរគូជីងយ៉ានតើអ្នកណាជាអ្នកឡូឡាឲ្យប្រាកដបើសែងខុសមែនទៅមើលបន្តិចទៅខុសឬត្រូវមើលទៅដឹងហើយឈូមិនដឹងអីទាំងអស់គឺអ្នកបម្រើខាងក្រោមជាអ្នកលើកខុសទេឈូពិតជាមិនដឹងរឿងមែនបើមិនដឹងអញ្ចឹងរឹតតែត្រូវទៅមើលដើម្បីកុំឲ្យនាងត្រូវរងឈ្មោះអាក្រក់ថាចង់បានថ្លៃបណ្ណាការអ្នកដទៃគាត់និយាយថាថ្ងៃក្រោយពេលខ្ញុំរៀបការទោះបីជាកន្លែងនោះវឹកវរយ៉ាងណាក៏ដោយក៏អាចមើលដឹងភ្លាមនៅរបស់ដែលគាត់បន្សល់ទុកឲ្យខ្ញុំដែរម៉ែកូនធ្លាប់សន្យានឹងម៉ែថានឹងរៀបការចេញតាមទ្វារធំយ៉ាងអធិកអធមប៉ុន្តែកិត្តិយសចុងក្រោយដែលម៉ែសន្សំទុកឲ្យខ្ញុំបែរជាត្រូវពួកគេលើកឲ្យអ្នកដទៃទៅវិញបើកហឹបអ្នកណាហ៊ានបើកមិនដែរអំបញ្ញមិញលោកយាយមិនទៅតែនិយាយទៅថាសុទ្ធតែជាកូនស្រីត្រកូលសិនមិនបាញ់ចែកគ្នាទេបើសុទ្ធតែជាកូនស្រីត្រកូលសិនអញ្ចឹងខ្ញុំបើកហឹបបណ្ណាការរបស់ខ្លួនឯងមួយវាមិនចាត់ទុកថាហួសព្រំដែនទេដឹងបងស្រីខ្ញុំពិតជាមិនដឹងថាទាំងនេះជាថ្លៃបណ្ណាការរបស់បងទេសុទ្ធតែអ្នកបម្រើជាអ្នករៀបចំខ្ញុំសំបីតែប៉ះក៏មិនបានប៉ះដែរឯងមិនបានប៉ះទេចុះយប់មិញអ្នកណានៅក្នុងបន្ទប់អង្គុយឆ្លុះកញ្ចក់អស់1ម៉ោងនោះអាយ៉ាមិនក៏ដុសមុននៅភ្នែកអញ្ចឹងធ្វើពុតជាស្លូតត្រង់តាមពិតសុទ្ធតែសម្ដែងសោះអ្នកនាងសូមលើកលែងទោសផងមិនមែនប៉ះហឹបរបស់អ្នកនាងទេអ្នកណាក៏ដឹងដែរគ្រឿងអលង្ការមិនសមអាចថាមកពីអ្នកបម្រើយកមកខុសតែសូម្បីតែប្លង់ដីប្លង់ផ្ទះក៏យកចូលទៅក្នុងទីធ្លារបស់កូនក្រមុំដែរនេះមិនមែនជាការច្រឡំទេគឺមានចេតនាលេបត្របាក់ទ្រព្យសម្បត្តិគ្រួសារតែម្ដងម្ដាយឯងស្លាប់ចោលតាំងពីតូចឯងនៅតែផ្ទះចំការសម្រាប់ព្យាបាលជំងឺរាងកាយក៏មិនសូវល្អទើបគិតចង់ឲ្យឈូជួយចាត់ចែងជំនួសឯងមួយរយៈសិនចាំឯងជាសេះស្បើយនឹងប្រគល់ឲ្យឯងវិញហើយជួយចាត់ចែងជំនួសខ្ញុំលោកយាយយកអាពាហ៍ពិពាហ៍របស់ខ្ញុំថ្លៃបណ្ណាការរបស់ខ្ញុំទៅឲ្យលីនឈូអស់ហើយឥឡូវសំបីតែហាងនឹងផ្ទះចំការដែលម្ដាយខ្ញុំបន្សល់ទុកក៏ឲ្យនាងចាត់ចែងជំនួសខ្ញុំទៀតលោកយាយចង់ដកស្គាល់ខ្ញុំសិនជាវ័យចេញពីគ្រួសារសិនអស់មែនទេគួរឲ្យអស់សំណើចណាស់បើនាងពិតជាចង់ការពារនាងមែនពេលនេះគួរតែចេញមុខមកដោះស្រាយជំនួសនាងបាត់ទៅហើយថ្លៃបណ្ណាការ32ហឹបបញ្ជីនៅទីនេះគ្រប់មុខសុទ្ធតែសរសេរយ៉ាងច្បាស់លាស់ថ្ងៃនេះនៅក្នុងទីធ្លាធីងយីរបស់លីនឈូខ្ញុំចំណាំបាន17ហឹបគ្រឿងអលង្ការក្រណាត់ត្បូងកូឡាល់ភីកសំបីតែរបស់ដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំក៏នៅទីនេះដែរបើលោកយាយនៅតែថាជាការយល់ច្រឡំអញ្ចឹងហើយអ្នកគ្រប់គ្រងនឹងម៉ែដោះដែលសែងហឹបចូលទ្វារនៅថ្ងៃនោះមកយើងផ្ទៀងផ្ទាត់ជាមួយបញ្ជីចូលទ្វារម្ដងមួយទៅអ្នកនាងសូមលើកលែងទោសផងគឺលោកយាយសិនជាអ្នកបញ្ជាលោកយាយសិនប្រាប់ថា17ហឹបនេះទុកសម្រាប់តាំងលំអក្នុងទីធ្លារបស់អ្នកនាងលីនថ្ងៃក្រោយរបស់ទាំងនេះគឺជាមុខមាត់របស់អ្នកនាងលីនហើយមិនឲ្យពួកយើងមាត់ដាច់ទេកំណត់រួចហើយតាមពិតគឺថ្ងៃដែលកូនស្រីច្បងត្រកូលសិនស្រាប់តែខ្ញុំយល់ហើយថ្ងៃនេះអ្វីដែលនាងផ្លាស់ប្ដូរមិនត្រឹមតែអាពាហ៍ពិពាហ៍មួយនេះទេអ្វីដែលត្រូវផ្លាស់ប្ដូរគឺឋានៈដែលខ្ញុំគួរមាននៅក្នុងគ្រួសារសិនជីវិតដែលខ្ញុំគួរមានទៅសាលាបុកបរោះថ្ងៃនេះខ្ញុំចង់មើលថានៅលើទំព័រនេះតើពួកគេលុបឈ្មោះអ្នកណាចោលសិនជាវ័យឯងរករឿងនៅរោងការមិនទាន់គ្រប់គ្រាន់ទេសូម្បីតែសាលាបុកបរោះក៏ឯងចង់មកធ្វើផ្ដេសផ្ដាសដែរមែនទេអ្នកដែលឈួតគឺខ្ញុំឬក៏អ្នកដែលលួចកែសៀវភៅវង្សតកូលយកភ្លើងទៀនមកបំភ្លឺទៅដឹងហើយអាយ៉ារឿងអាក្រក់ក្នុងគ្រួសារមិនអាចឲ្យគេដឹងទេថ្ងៃមង្គលការមិនគួរខឹងទេ
Bà tức mau chát nở so ta ai chắt túc chi ca banយ៉ាងម៉េច Bà tức mau chát mình rọp bình chô cho hẹt ấy lột dây trời có vì chênh. Lột dây bà lột dây smart tròn hẹt ấy trời can làm nở mục tiền chmu đồn ta lui có chmu chào srei bằng cát khuôn ảnh chênh. Côn srei chbong trò cô shen shai wei. ប៉ុន្មានឆ្នាំនេះខ្ញុំត្រូវគេឃុំក្នុងភូមិគ្រឹះពួកគេតែងតែនិយាយថាខ្ញុំមានសុខភាពខ្សោយឲ្យទៅសម្រាប់សិនចាំជាសេះស្បើយទៅទទួលមកវិញតែតាមពិតក្នុងអំឡុងពេលដែលខ្ញុំចាក់ចេញពួកគេបានយកកាំបិតមកកោះខ្ញុំចេញពីស្គលត្រកូល Shen ទាំងនោះ Shen Jaiwei ខ្ញុំបានលៀងជំរះកំហុសអញហើយតើកន្លែងសក្ការៈដូនតាអាចឲ្យអញមកធ្វើប្រហារបានទេអ្នកដែលឈួតគឺខ្ញុំឬក៏អ្នកដែលលួចកែសៀវភៅវង្សត្រកូល គ្រាន់តែយកភ្លើងទៀនមកបំភ្លឺនឹងដឹងហើយរឿងអាក្រក់ក្នុងផ្ទះមិនគួរឲ្យគេដឹងទេថ្ងៃសប្បាយមិនគួរខឹងទេបើទឹកខ្មៅចាស់នៅសតើអាចចាត់ទុកជាការបានយ៉ាងម៉េចបើទឹកខ្មៅចាស់មិនរាប់បញ្ចូលចុះហេតុអីលោកយាយត្រូវកោះវាចេញ លោកយាយបើលោកយាយស្មោះត្រង់ហេតុអីត្រូវកាន់ឡាមនៅមុខទាំងឈ្មោះដូនតាលួចកោះឈ្មោះចៅស្រីបង្កើតខ្លួនឯងចេញកូនស្រីច្បងត្រកូល Shen Shai Wei ប៉ុន្មានឆ្នាំនេះខ្ញុំត្រូវគេឃុំក្នុងភូមិគ្រឹះពួកគេតែងតែនិយាយថាខ្ញុំមានសុខភាពខ្សោយឲ្យទៅសម្រាប់សិនចាំជាសេះស្បើយទៅទទួលមកវិញតែតាមពិតក្នុងអំឡុងពេលដែលខ្ញុំចាក់ចេញពួកគេបានយកកាំបិតមកកោះខ្ញុំចេញពីស្គលត្រកូល Shen ទាំងនោះនាងប្រហែលជាមិននឹកស្មានថាលោកយាយនឹងធ្វើដល់ថ្នាក់នេះទេ តែអ្វីដែលគាត់ខ្វល់តាំងពីដើមដល់ចប់មិនមែនជារូបខ្ញុំទេអ្វីដែលគាត់ខ្វល់គឺត្រឹមតែឈ្មោះនៅលើសៀវភៅនេះដែលមានន័យថាមានថ្លៃបណ្ណាការប៉ុន្មាននិងហាងប៉ុន្មានប៉ុណ្ណោះលោកយាយជំងឺបេះដូងខ្ញុំធ្វើទុកខ្លាំងណាស់ខ្ញុំទ្រាំនឹងកំហឹងធំបែបនេះមិនបានទេខ្ញុំស្គាល់ចរិតគាត់ច្បាស់ណាស់កាលពីក្មេងពេលគាត់ចង់ដាក់ទោសអ្នកបម្រើឬបិទមាត់ម្ដាយខ្ញុំគាត់តែងតែយកដៃស្ទាបថ្ងាសបែបនេះហាក់ដូចជាអ្នកខុសគឺតែងតែជាអ្នកដែលនិយាយការពិតអញ្ចឹង បើលោកយាយមិនស្រួលខ្លួនទេគួរតែអង្គុយចុះស្ដាប់រឿងនេះឲ្យបានច្បាស់សៀវភៅពង្សាវតារនេះត្រូវរក្សាទុកដោយចាស់ទុំក្នុងត្រកូលទាំងអស់គ្នាចាប់ពីពេលនេះទៅកុំឲ្យនរណាម្នាក់ប៉ះពាល់វាសូម្បីតែមួយតួអក្សររឿងរៀបការក៏មិនត្រូវថ្លៃបណ្ណាការក៏មិនត្រូវសូម្បីតែឈ្មោះក្នុងសៀវភៅពង្សាវតារក៏មិនត្រូវដែររឿងថ្ងៃនេះមិនមែនគ្រាន់តែនិយាយថាសុទ្ធតែជាគ្រួសារតែមួយអាចបិទបាំងបាននោះទេខ្ញុំ Shen Shai Wei នៅរស់មិនមែនសម្រាប់ឲ្យគេបដូរឈ្មោះបដូរតំណែងធ្វើជាស្ពានឲ្យអ្នកដទៃនោះទេ ទោះបីជាឈ្មោះជារបស់ឯងចុះយ៉ាងម៉េចប៉ុន្មានឆ្នាំនេះឯងតែងតែសម្រាប់ព្យាបាលជំងឺនៅឯចំការថ្នាំមិនដែលដាច់ពីខ្លួនរាងកាយទន់ខ្សោយគ្មានសំណាងតែសំធ្វើជាភរិយារបស់រាជទាយាទនៃវិមានជើងយ៉ាងម៉េចទៅខ្ញុំមិនសមចុះនាងជាបងប្អូនជីដូនមួយស្នាក់នៅផ្ទះគេនោះសំដែរឬមែនហើយឈ្មោះគឺឈ្មោះរឿងរៀបការគឺរឿងរៀបការបើប៉ុន្មានឆ្នាំនេះខ្ញុំពិតជាឈឺដល់ថ្នាក់ក្រោកពីក្រែមិនរួចងើបមុខមិនរួចមែននោះវិមានមិនចង់រៀបការជាមួយខ្ញុំក៏អាចនិយាយបានថាមានហេតុផលខ្លះដែរ ខ្ញុំនៅចាំជានិច្ចនៅថ្ងៃដែលត្រូវគេបញ្ជូនទៅចំការរដូវរងាឆ្នាំនោះព្រឺធ្លាក់ខ្លាំងបិទទ្វារខ្ញុំយកទៅតែភួយស្ដើងមួយនិងខោអាវចាស់ប៉ះពីលោកយាយ Shen អង្អែលក្បាលខ្ញុំនិយាយដោយទឹកមុខមេត្តាថា Shai Wei រាងកាយទន់ខ្សោយនៅចំការស្ងាត់ល្អថែទាំឲ្យជាសិនចាំត្រឡប់មកវិញពេលនោះខ្ញុំទើបតែអាយុ12ឆ្នាំជាមែនទែនក្រោយមកទើបខ្ញុំដឹងថាពាក្យថាស្ងាត់ល្អគ្រាន់តែជាការបោះខ្ញុំចោលនៅកន្លែងដែលគ្មានអ្នកណាមើលឃើញទុកឲ្យខ្ញុំរលួយស្លាប់បន្តិចម្ដង លោកយាយថាខ្ញុំទៅសម្រាប់ព្យាបាលជំងឺអញ្ចឹងថ្ងៃនេះគួរតែធ្វើឲ្យជំងឺនេះច្បាស់លាស់តែម្ដងទៅ 3 ឆ្នាំដែល Shai Wei នៅចំការទាសករចាស់នេះបានពឹងគេឲ្យភ្ញៀវសម្បត្តិសួរសុខទុក្ខតែគ្រួសារ Shen ឆ្លើយតបមកទាសករចាស់នេះគ្រប់សម្បត្តិមានតែ2ម៉ាត់ប៉ុណ្ណោះសុខសប្បាយភូស្តាងទី1នេះជាសម្បត្តិតបទី1ដែលមេការចំការសរសេរអ្នកនាងមិនមានជំងឺធ្ងន់ធ្ងរទេគ្រាន់តែរាល់ថ្ងៃត្រូវគេចាក់សោក្នុងទីធ្លាមិនឲ្យចេញក្រៅសំបីមួយជំហានសម្បត្តិទី2អ្នកនាងក្តៅខ្លួន3ថ្ងៃសន្លប់មិនដឹងខ្លួនសូមឲ្យវិមានបញ្ជូនគ្រូពេទ្យមកលោកយាយចាស់ថាមិនបាច់ទេឲ្យតែមិនស្លាប់គឺបានហើយ សម្បត្តិទី3គេនិយាយគ្នាពេញក្រៅថាអ្នកនាងមានជោគវាសនាអាក្រក់ឆុងឪពុកម្ដាយជាតារាចង្រៃមិនឲ្យត្រឡប់មកភូមិគ្រឹះវិញទេខ្លាចនាងប៉ះទង្គិចដល់អ្នកមានបុណ្យក្នុងវិមានសម្បត្តិចុងក្រោយអ្នកនាងនៅចំការហូបមិនឆ្អែតស្លៀកពាក់មិនកក់ក្ដៅឈឺគ្មានអ្នកមើលថែបើនៅតែបែបនេះទៀតខ្លាចថាមិនអាចឆ្លងផុតរដូវរងានេះទេសម្បត្តិទាំងនេះម៉ែដោះសូមមិនដែលឲ្យខ្ញុំមើលទេគាត់ខ្លាចខ្ញុំទ្រាំមិនបានខ្លាចខ្ញុំឆេវឆាវរត់ត្រឡប់មកវិញបាត់បង់ជីវិតទេ តែពេលនេះលាតត្រដាងនៅចំពោះមុខមនុស្សគ្រប់គ្នាទើបខ្ញុំបានឃើញច្បាស់ជាលើកដំបូងនៅក្នុងភ្នែកពួកគេគ្រាន់តែជាពាក្យ4ម៉ាត់ប៉ុណ្ណោះទុកឲ្យស្លាប់ដោយខ្លួនឯងអាមេភូមិនិយាយផ្ដេសផ្ដាសទាំងនេះសុទ្ធតែជាការកុហកមិនអាចយកជាការបានទេសម្ដីរបស់មេភូមិមិនអាចយកជាការបានចុះសៀវភៅគ្រួសារចាស់ដែលសរសេរដោយដៃដែលឪពុកខ្ញុំបានអនុម័តផ្ទាល់កាលពីគាត់នៅមានជីវិតក៏មិនអាចយកជាការបានដែរមែនទេ
នេះគឺដោយសារតែលោកស្រីមុនបារម្ភខ្លាចមានរឿងកើតឡើងចំពោះសៀវភៅគ្រួសារច្បាប់ដើមទើបការនោះបានពឹងខ្ញុំឲ្យចម្លងទុកជាឯកជននៅសៀវភៅគ្រួសារចាស់របស់ផ្ទះធំគ្រប់ទំព័រទាំងអស់សុទ្ធតែមានការអនុម័តផ្ទាល់ពីលោកម្ចាស់កាលពីនៅមានជីវិតអក្សរនេះពិតជាអក្សរផ្ទាល់ដៃរបស់ឪពុកនាងមែនមិនខុសទេសរសេរឡើងនៅឆ្នាំទី20នៃរជ្ជកាលយ៉ុងហ៊ឺហើយនៅឆ្នាំទី23នៃរជ្ជកាលយ៉ុងហ៊ឺបានភ្ជាប់ពាក្យជាមួយគូជឹងយុនកូនប្រុសច្បងរបស់គ្រួសារម៉ាខ្វាន់ជីងអានលោកយាយតើខ្ញុំពិតជាមានជំងឺទន់ខ្សោយគ្មានសំណាងឬក៏តាំងពីដំបូងមកខ្ញុំជាបន្លាក្នុងភ្នែករបស់លោកយាយនិងចៅស្រីជាទីស្រឡាញ់របស់លោកយាយខ្ញុំធ្វើទាំងអស់នេះគឺដើម្បីគ្រួសារសិនគឺពាក្យមួយឃ្លានេះឯងដែលហាក់ដូចជាអាចបដូរលិខិតអាពាហ៍ពិពាហ៍របស់ខ្ញុំលេបត្របាក់ទ្រព្យឲ្យបណ្ណាការរបស់ខ្ញុំលុបឈ្មោះរបស់ខ្ញុំចោលហើយបោះបង់ខ្ញុំចោលនៅភូមិគ្រីស្ទជនបទឲ្យដេកចាំថ្ងៃស្លាប់បើលោកយាយតែងតែនិយាយថាដើម្បីគ្រួសារសិនចុះហេតុអ្វីមិនកិននាបញ្ជីរបស់គ្រួសារសិនឲ្យបានច្បាស់លាស់ម្ដងមួយទៅ3ឆ្នាំដែលខ្ញុំនៅភូមិគ្រីស្ទជនបទនោះមិនមែនសម្រាប់ព្យាបាលជំងឺទេគឺត្រូវបានគេនិរទេសល្អបើនាងចង់ស៊ើបអង្កេតក៏ស៊ើបទៅប៉ុន្តែការពិនិត្យបញ្ជីក៏ត្រូវមានច្បាប់ទម្លាប់ដែរត្រូវរងចាំលទ្ធផលពីត្រកូលសិនចាំនិយាយគ្នាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យប៉ះពាល់របស់របរណាមួយនៅក្នុងឃ្លាំងឡើយគាត់ខ្លាចហើយគាត់ខ្លាចថាពេលបើកទ្វារឃ្លាំងទៅទ្រព្យសម្បត្តិដែលគាត់បានលួចផ្ទេរចេញជាច្រើនឆ្នាំមកនេះនឹងត្រូវលាតត្រដាងនៅចំពោះមុខអ្នករាល់គ្នាអ្នកនាងនេះជាអ្វីដែលលោកស្រីមុនបានហុចឲ្យខ្ញុំមុនពេលគាត់លាចាកលោកទៅប្រសិនបើថ្ងៃណាមួយអ្នកនាងត្រឡប់មកវិញពិតមែនហើយពួកគេមិនព្រមទទួលស្គាល់អ្នកនាងទេចូលយករបស់នេះទៅបើកឃ្លាំងចុះលោកស្រីមុនមានប្រសាសន៍ថារបស់ដែលគាត់ទុកឲ្យអ្នកនាងគ្មាននរណាអាចដណ្ដើមយកបានឡើយម៉ែកុំបារម្ភអីថ្ងៃស្អែកកូននឹងទៅបើកឃ្លាំងហើយយកអ្វីគ្រប់យ៉ាងដែលម៉ែបានបន្សល់ទុកឲ្យកូនត្រឡប់មកវិញទាំងអស់ពេលដែលម៉ែចាក់ចេញទៅខ្ញុំទើបតែមានអាយុ13ឆ្នាំប៉ុណ្ណោះគាត់ឈឺរហូតដល់សតែស្បែកដណ្ដប់ឆ្អឹងទៅហើយប៉ុន្តែគាត់នៅតែចាប់ដៃខ្ញុំហើយផ្ដាំផ្ញើខ្ញុំម្ដងហើយម្ដងទៀតថាទៅថ្ងៃមុខកុំងាយជឿជាក់លើលោកយាយពេកកុំប្រគល់របស់របរទាំងអស់ឲ្យគេឲ្យសោះកាលនោះខ្ញុំដឹងត្រឹមតែយំមិនយល់ពីទម្ងន់នៃពាក្យសម្ដីរបស់គាត់ឡើយរហូតមកដល់ពេលនេះទើបខ្ញុំយល់ច្បាស់ថាគាត់មិនមែនបារម្ភខ្លាចខ្ញុំមិនដឹងក្តីទេគឺគាត់បារម្ភខ្លាចមានថ្ងៃណាមួយសូម្បីតែទ្វារផ្ទះខ្លួនឯងក៏ខ្ញុំមិនអាចបើកបានគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលឡើយខ្លាំងជាកន្លែងសំខាន់តើអាចឲ្យនាងនឹកឃើញចង់ចូលក៏ចូលបានតាមចិត្តមែនទេតាមពិតទៅប៉ុន្មានឆ្នាំមកនេះទ្រព្យសម្បត្តិទាំងនេះដើមឡើយត្រូវបានចុះក្រោមឈ្មោះរបស់ម៉ែខ្ញុំដោយមានកិច្ចព្រមព្រៀងថានៅថ្ងៃដែលខ្ញុំពេញវ័យនឹងត្រូវផ្ទេរមកក្រោមឈ្មោះរបស់ខ្ញុំទាំងអស់តាមពិតទៅការដែលលោកយាយគ្រប់គ្រងទ្រព្យសម្បត្តិរបស់ផ្ទះធំជំនួសនៅចំពោះមុខអ្នកដទៃនោះគឺគ្រាន់តែដើម្បីយកវាមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះគាត់លុបឈ្មោះខ្ញុំចេញពីសៀវភៅគ្រួសារបដូរលិខិតអាពាហ៍ពិពាហ៍របស់ខ្ញុំហើយបោះបង់ខ្ញុំចោលនៅភូមិគ្រីស្ទជនបទឲ្យដេកចាំថ្ងៃស្លាប់តាំងពីដើមរហូតដល់ចប់អ្វីដែលគាត់ចង់បានគឺរបស់ទាំងនេះសោះអ្នកនាងស្នងមរតកត្រកូលហើយសូមអញ្ជើញអ្នកនាងទៅនិយាយគ្នាបន្តិចមិនទៅទេលោកម្ចាស់ប្រាប់ថាមានរឿងខ្លះបើអ្នកនាងស្ដាប់នៅពេលនេះមានតែផលល្អគ្មានផលអាក្រក់ទេលោកម្ចាស់ណាត់អ្នកនាងជួបគ្នានៅសាលាផ្កាចឹងឯងជួយប្រាប់គាត់វិញមួយម៉ាត់ទៅរឿងដែលខ្ញុំទើបតែដឹងនៅពេលនេះមិនប្រកាសថាដឹងតិចជាងគាត់ទេឃើញប្រតិកម្មរបស់គាត់អំបញ្ញមិញខ្ញុំយល់អស់ហើយគូជីងយ៉ានមិនមែនទើបតែដឹងថ្ងៃនេះទេថាសម្បត្តិអាពាហ៍ពិពាហ៍មានបញ្ហាគាត់គ្រាន់តែធ្វើពុតជាមិនដឹងរងចាំមើលថាតើបណ្ណាការរបស់អ្នកណានឹងត្រូវបញ្ជូនទៅភូមិគ្រីហៅរបស់គាត់តាមពិតខ្ញុំស្មានថាត្រូវគេដណ្ដើមយកទៅគ្រាន់តែតាំងពីដើមដល់ចប់មិនមែនជាលីនឈូទេអ្វីដែលពួកគេចង់បានគឺទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលម្ដាយខ្ញុំបន្សល់ទុកលោកណាត់ខ្ញុំមកទីនេះចង់និយាយអីជឿវ័យរឿងញ៉ៃញ៉ៃដល់ថ្នាក់នេះគ្មានប្រយោជន៍សម្រាប់អ្នកណាទេពាក្យនេះលោកគួរតែទៅនិយាយជាមួយលោកយាយរបស់លោកទៅលោកយាយធ្វើរៀងលំអៀងបន្តិចមែនតែនាងក៏គួរតែយល់ដែរភូមិគ្រីហៅសម្លឹងឃើញមិនមែនត្រឹមតែឈ្មោះមួយទេអូចុះភូមិគ្រីហៅសម្លឹងឃើញអីគេហាង12កសិដ្ឋាន3បណ្ណាការ32ហឹបដែលម្ដាយនាងបន្សល់ទុកហើយនឹងមុខមាត់ដែលកូនស្រីត្រកូលសេនគួរតែមានជីវ័យរៀបការជាមួយអ្នកណាសម្រាប់ខ្ញុំពិតជាមិនសូវសំខាន់ទេសំខាន់គឺអ្នកដែលរៀបការចូលភូមិគ្រីហៅអាចយករបស់ទាំងនេះចូលមកបានអត់អញ្ចឹងគាត់ដឹងតាំងពីដំបូងថាសម្បត្តិអាពាហ៍ពិពាហ៍ត្រូវគេដូរតែមិនខាត់អញ្ចឹងគាត់ឃើញលីនឈូពាក់មកុដរបស់ខ្ញុំយកបណ្ណាការរបស់ខ្ញុំក៏នៅតែអាចញឹមពាក់សម្លៀកបំពាក់រៀបការបានដែរព្រោះសម្រាប់គាត់កូនក្រមុំជាអ្នកណាគឺមិនសំខាន់ទេឲ្យតែបណ្ណាការនឹងហាងទៅតាមមនុស្សអ្នកណាថ្វាយបង្គំផ្ទឹមជាមួយគាត់ក៏ដូចគ្នាដែរលោកពិតជាហ៊ាននិយាយមែនជឿវ័យឲ្យតែនាងព្រមទទួលស្គាល់អាពាហ៍ពិពាហ៍មួយនេះខ្ញុំនឹងមិនប្រកាន់រឿងមុនទេដល់ថ្នាក់នេះទៅហើយខ្ញុំក៏មិនលាក់បាំងនាងដែរបើនាងព្រមថយមួយជំហានភូមិគ្រីហៅមិនប្រកាសថាមិនអាចផ្ដល់តំណែងមួយទៀតឲ្យនាងទេខ្ញុំនឹងឈូបានថ្វាយបង្គំផ្ទឹមរួចហើយតំណែងប្រពន្ធដើមមិនអាចដូរបានទៀតទេតែនាងលោកចង់ឲ្យខ្ញុំធ្វើអីធ្វើជាប្រពន្ធចុងរបស់លោកជឿវ័យនាងកុំនិយាយស្ដាប់មិនបានអញ្ចឹងមើលស្ដាប់មិនបានគូជីងយ៉ានរាល់ពាក្យដែលលោកនិយាយថ្ងៃនេះស្ដាប់មិនបានជាងនេះ10000ដងគូជីងយ៉ានរាល់ពាក្យដែលលោកនិយាយថ្ងៃនេះស្ដាប់មិនបានជាងនេះ10000ដងពីមុនពេលគាត់មកត្រកូលសេនតែងតែចូលចិត្តយកសៀវភៅមួយក្បាលមកអង្គុយនៅក្រោមរៀនហានិយាយពីរឿងថ្មីនៅរាជធានីពេលនោះខ្ញុំស្មានថាគាត់ជាមនុស្សសុភាពរាបសារជាមនុស្សដែលអាចផ្ញើវាសនាពេញមួយជីវិតបានតាមពិតមិនមែនទេតាមពិតគាត់គ្រាន់តែពូកែធ្វើពុតជឿវ័យលើលោក
គូជីងយ៉ានថ្ងៃនេះខ្ញុំមកទីនេះមិនមែនដើម្បីសួរលោកថាចង់រៀបការជាមួយខ្ញុំទៀតឬអត់នោះទេខ្ញុំគ្រាន់តែចង់ស្ដាប់ឲ្យច្បាស់និងត្រជាក់ថាតើមនុស្សដែលលោកត្រូវរៀបការជាមួយគឺលីនឈូឈូមែនឬអត់ពេលនេះខ្ញុំស្ដាប់ច្បាស់ហើយក៏យល់ហើយដែររឿងរៀបការថ្ងៃនេះខ្ញុំមិនយកទេខ្ញុំមិនដណ្ដើមបុរសម្នាក់នេះទេខ្ញុំគ្រាន់តែដណ្ដើមថាតើគួរតែសរសេរឈ្មោះអ្នកណានេះពិតជាបង្ខំពេកហើយគឺត្រូវគេដណ្ដើមទ្រព្យសម្បត្តិនិងអត្តសញ្ញាណបដូរជាអ្នកណាក៏អ្នកនោះខឹងដែរបដូរជាអ្នកណាក៏ទ្រាំមិនបានដែរពេលនេះកូនប្រុសច្បងត្រកូលគូពិតជាខ្មាស់គេហើយគេមិនខ្វល់ពីគាត់តតែសោះនាងប្រហែលជារៀបចំខ្លួនរួចជាស្រេចដើម្បីធ្វើពុតជាគួរឲ្យអាណិតធ្វើពុតជាដកថយសូម្បីតែរៀបចំខ្លួនរួចជាស្រេចដើម្បីឆ្លោះប្រកែកជាមួយខ្ញុំនៅទីសាធារណៈតែនាងនឹកស្មានមិនដល់ថាខ្ញុំនឹងនិយាយត្រង់ថាមិនយកគូជីងយ៉ាងព្រោះខ្ញុំមិនយកខាងគេកាន់តែមើលទៅដូចជាការគិតទុកជាមុនយ៉ាងច្បាស់ក្រឡែតមាត់នាងនិយាយថាមិនដណ្ដើមតែតាមពិតគឺមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះរបស់ឈូឈូក្មេងស្រីម្នាក់ត្រូវគេផ្ដាច់ពាក្យនៅថ្ងៃរៀបការតើនាងឲ្យគេរស់នៅទៅថ្ងៃមុខយ៉ាងម៉េចចុះពេលលោកយាយលួចបដូរសម្បត្តិអាពាហ៍ពិពាហ៍របស់ខ្ញុំឲ្យនាងតើធ្លាប់គិតទេថាខ្ញុំនឹងរស់នៅទៅថ្ងៃមុខយ៉ាងម៉េចពេលយកឡាមកោសឈ្មោះខ្ញុំចេញពីសៀវភៅវង្សត្រកូលតើធ្លាប់គិតទេថាខ្ញុំនឹងរស់នៅយ៉ាងម៉េចពេលយកបណ្ណាការ32ហឹបដែលម្ដាយខ្ញុំបន្សល់ទុកលើកចូលទៅក្នុងទីធ្លារបស់នាងម្ដងមួយតើធ្លាប់គិតទេថាខ្ញុំនឹងរស់នៅយ៉ាងម៉េចលោកតាសានលោកតាចាស់ទុំក្នុងត្រកូលទាំងអស់ថ្ងៃនេះខ្ញុំបាននិយាយហើយថាមិនដណ្ដើមមនុស្សប្រុសទេអញ្ចឹងរឿងនេះកុំបង្វែរទៅរឿងដណ្ដើមគ្នារៀបការទៀតអីខ្ញុំសូមអញ្ជើញសាច់ញាតិវង្សត្រកូលបើកសាលាជំនុំភ្លាមមិនសួរថាអ្នកណារៀបការជាមួយអ្នកណាទេសួរតែរឿង3យ៉ាងប៉ុណ្ណោះទី1ហេតុអ្វីបានជាសម្បត្តិអាពាហ៍ពិពាហ៍របស់ខ្ញុំត្រូវគេលួចប្ដូរទី2ហេតុអ្វីបានជាសៀវភៅវង្សត្រកូលរបស់ត្រកូលសេនត្រូវគេកែប្រែដោយគ្មានការអនុញ្ញាតទី3ទ្រព្យសម្បត្តិទាំងអស់ដែលម្ដាយខ្ញុំបន្សល់ទុកហេតុអ្វីបានជាត្រូវគេលេបត្របាក់សម្បត្តិសម្ងាត់ដែលលួចញ៉ាត់ចូលក្នុងទីធ្លារបស់ខ្ញុំអ្នកទាំងអស់គ្នាមើលខ្លួនឯងទៅនៅលើក្រដាសនេះមានអក្សរតែប៉ុន្មានជួរប៉ុណ្ណោះនិយាយថាពេលខ្ញុំសម្រាប់ព្យាបាលជំងឺនៅភូមិគ្រឹះខ្ញុំមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុរសខាងក្រៅសេនជីវ័យនាងចេះតែនិយាយថានាងរងភាពអយុត្តិធម៌យ៉ាងធំធេងចុះរឿងនៅលើក្រដាសនេះនាងបកស្រាយយ៉ាងម៉េចលោកយាយក្រដាសមួយសន្លឹកនេះសរសេរពិតជាមិនយកចិត្តទុកដាក់សោះនាងនៅហ៊ានប្រកែកទៀតខ្ញុំមិនមែនប្រកែកទេគឺជួយរកកំហុសឲ្យលោកយាយនៅលើនេះសរសេរថាខ្ញុំនៅយប់រដូវរងាឆ្នាំជាហឺទី23បានលួចជួបបុរសខាងក្រៅហើយលោតផ្លោះជញ្ជាំងតែលោកយាយភ្លេចហើយរដូវរងាឆ្នាំជាហឺទី23លោកយាយខ្លាចខ្ញុំរត់ត្រឡប់ទៅរាជធានីវិញទើបបញ្ជាឲ្យមេការចាក់សោខ្ញុំនៅក្នុងទីធ្លាចំហៀងនៅលើសៀវភៅបញ្ជីរបស់ភូមិគ្រឹះសូម្បីតែមួយខែខ្ញុំត្រូវការឈូងប៉ុន្មានអំបិលប៉ុន្មានក៏កត់ត្រាទុកយ៉ាងច្បាស់ដែរតែបែរជាមិនចាំថានារីទុនខ្សោយដូចជាខ្ញុំអាចវាបំបែកសោដែកហើយលោតផ្លោះជញ្ជាំងចេញទៅបាននេះគឺជាសៀវភៅបញ្ជីទាំងមូលរបស់ភូមិគ្រឹះនៅឆ្នាំជាហឺទី23គ្រប់ចំណុចទាំងអស់ត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់ហើយក៏មានចម្លើយសារភាពផ្ទាល់ដៃរបស់មេការផងដែរឆ្នាំនោះអ្នកនាងត្រូវបានគេចាក់សោក្នុងទីធ្លាចំហៀងអស់រយៈពេល3ខែពេញសូម្បីតែទ្វារក៏មិនបានឈានជើងចេញមួយចំហៀងដែរខ្ញុំក៏លើកដៃចង្អុលទៅការបរិច្ឆេទនៅលើក្រដាសនោះម្យ៉ាងទៀតនៅរដូវរងាឆ្នាំជាហឺទី23អតីតអធិរាជបានសោយទីវង្គតអធិរាជថ្មីឡើងក្រុងរាជនៅរាជធានីបានបដូរទៅប្រារាជសក្រាចគុយមកបាត់ទៅហើយប៉ុន្តែនៅលើសម្បត្តិរាយការណ៍នេះនៅតែសរសេររាជសក្រាចចាស់ដដែលបើលោកយាយចង់ក្លែងបន្លំធ្វើបាបគេយ៉ាងហោចណាស់ក៏គួរតែចាំឆ្នាំឲ្យបានច្បាស់ដែរសូម្បីតែរឿងធំបែបនេះក៏អាចភ្លេចបានពិតជាមិនយកចិត្តទុកដាក់សោះហើយតាមពិតគឺក្លែងបន្លំសោះដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះគេពិតជាអាក្រក់ណាស់តែខ្ញុំដឹងថានេះនៅមិនទាន់គ្រប់គ្រាន់ទេគាត់អាចយកក្រដាសអេតចាយមួយសន្លឹកមកជិះទឹកកខ្វក់ដាក់ខ្ញុំត្រូវតែយកត្រាក្រហមរបស់រដ្ឋាភិបាលមកបិទមាត់គាត់ឲ្យជិតឈឹងមន្ត្រីផ្នែកបញ្ជីរាយនាមនៃសាលាខេត្តសុនធានទទួលបញ្ជាពីលោកម្ចាស់មកដកយកឯកសាររៀបការរវាងគ្រួសារសិននិងគូឆ្លងកាត់ការស៊ើបអង្កេតនៅឆ្នាំយ៉ុងហឺទី23បញ្ជីរាយនាមគឺមានពេញលេញក្នុងឯកសារមិនមានកំណត់ត្រាណាមួយតាក់ទងនឹងកូនស្រីត្រកូលសិនបាត់បង់ព្រហ្មចារីយ៍ហើយលុបចោលការភ្ជាប់ពាក្យនោះទេលោកយាយបើខ្ញុំពិតជាបាត់បង់ព្រហ្មចារីយ៍មែនរឿងដែលអាចរក្សាកិត្តិយសរបស់ភូមិគ្រឹះហូនិងគ្រួសារសិនបែបនេះតើរដ្ឋាភិបាលអាចមិនកត់ត្រាទុកបានដោយរបៀបណាពេលនេះឯកសារច្បាស់លាស់ណាស់គឺគ្មានអ្វីទាំងអស់នោះបញ្ជាក់ថាមូលកខ្វក់នៃការបាត់បង់ព្រហ្មចារីយ៍នេះគឺលោកយាយជាអ្នកដេរឲ្យខ្ញុំទាំងយប់ទោះបីជាត្រូវរំខានដល់មន្ត្រីរំខានដល់មនុស្សពេញពិភពលោកដឹងក៏ខ្ញុំមិនថយក្រោយដែរយប់ជ្រៅខ្ញុំទើបតែគេងលក់កយសំឡេងស្រែកយ៉ាងរន្ធត់ចេញពីខាងក្រៅភ្លើងឆេះហើយអ្នកនាងកុំរត់ចូលទៅវាគ្រោះថ្នាក់ណាស់មានអ្នកកំពុងតែប្រញាប់រហូតដល់សុកចិត្តដុតសាលាដូនតាដើម្បីដុតបញ្ជីចាស់ដែលមិនអាចឲ្យគេឃើញទាំងនោះចោលឲ្យអស់គួរឲ្យស្ដាយពួកគេនៅតែយឺតមួយជំហានបញ្ជីដែលគួរតែដុតចោលបំផុតទាំងនោះគឺនៅក្នុងឃ្លាំងទីធ្លាខាងក្នុងហើយសោដែលអាចបើកឃ្លាំងបានពេលនេះគឺនៅក្នុងដៃខ្ញុំគ្រូសាសិនទាំងមូលច្របូកច្របល់ដូចបបរអ្នកបម្រើយួរធំទឹករត់ចុះរត់ឡើងសូមដូនតាអភ័យទោសគឺខ្ញុំចាស់មើលថែមិនបានល្អ
គាត់សម្ដែងទាំងទឹកភ្នែកខ្ញុំមិនបានកំដរគាត់សម្ដែងរឿងនេះទេឆ្លៀតពេលដែលគ្រប់គ្នាកំពុងរវល់ពន្លត់ភ្លើងខ្ញុំក៏លួចហៅលោកតាទី3ទៅឃ្លាំងទីធ្លាខាងក្នុងគូជីងយ៉ានសូម្បីតែគិតរួចជាស្រេចពីរបៀបបដូរឈ្មោះហាងការក្រាបផ្ទឹមគ្រាន់តែជារូបភាពល្អមើលខាងក្រៅប៉ុណ្ណោះអ្វីដែលពួកគេចង់បានគឺទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលម្ដាយខ្ញុំបន្សល់ទុកពួកគេធ្វើហួសហេតុពេកហើយរបស់ម្ដាយខ្ញុំមិនដាច់ចិត្តបោះបង់សូម្បីតែមួយមុខឆ្នាំយ៉ុងហ៊ឺទី27យកមាស10តម្លឹងពីឃ្លាំងផ្ទះធំដើម្បីធ្វើខ្សែកមាសសុទ្ធឲ្យបងប្អូនជីដូនមួយគ្រប់រឿងទាំងអស់គឺច្បាស់លាស់ណាស់គ្រូសាខាងលោកតាទូតមកដល់ហើយលោកម្ចាស់ធំឈិនមកដល់ហើយអ្នកទាំងអស់គ្នាទាំងនេះគឺសុទ្ធតែជាបណ្ណាការដែលម្ដាយឯងយកពីត្រកូលឈិនចូលមកត្រកូលសេនកាលពីពេលនោះល្អបើចឹងយប់នេះសាឡាដូនតាឆេះទៅហើយនោះការប្រជុំត្រកូលនៅថ្ងៃស្អែកនឹងយកមនុស្សយកបញ្ជីនឹងរឿងអាស្រូវទាំងអស់ក្នុងប៉ុន្មានឆ្នាំនេះយកមកលាតត្រដាងឲ្យអស់ខ្ញុំមិនដឹងអ្វីទាំងអស់គឺលោកយាយជាអ្នកបង្ខំខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះសម្បត្តិអាពាហ៍ពិពាហ៍ដើមឡើយកំណត់ឈ្មោះសេនជីវ័យបញ្ជីត្រកូលដើមឡើយកត់ត្រាឈ្មោះសេនជីវ័យការនិរទេសទៅភូមិគ្រឹះគឺជារឿងคล้ายៗការអះអាងថាទៅសម្រាប់ព្យាបាលជំងឺគឺមិនពិតត្រកូលសេនជីវ័យមានចរិតរឹងរូសធ្វើឲ្យគ្រួសារហៅខឹងនាងមិនសាកសមធ្វើជាប្រពន្ធរបស់កូនប្រុសច្បងត្រកូលហូទេឈូស្លូតបូតដឹងក្តីនាងទើបសាកសមបំផុតគ្រប់គ្រាន់ហើយបើលោកយាយពិតជាធ្វើដើម្បីត្រកូលសេនមែនមិនគួរយកកាំបិតមកកោសបញ្ជីត្រកូលសេនទេរឹតតែមិនគួរយកចៅស្រីបង្កើតទៅបោះចោលនៅភូមិគ្រឹះអ្វីដែលលោកយាយរៀបចំឲ្យលីនឈូមិនមែនជាអនាគតភ្លឺស្វាងទេគឺជីវិតរបស់ខ្ញុំបងស្រីខ្ញុំពិតជាមិនចង់ធ្វើបាបបងទេខ្ញុំគ្រាន់តែច្រណែនដែលបងមានអាពាហ៍ពិពាហ៍ល្អបែបនេះខ្ញុំមិនដាច់ចិត្តអ្វីដែលឯងមិនដាច់ចិត្តមិនមែនត្រឹមតែអាពាហ៍ពិពាហ៍នេះទេគឺស្នៀតសក់មាសសុទ្ធដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគឺជាទ្រព្យសម្បត្តិរបស់ខ្ញុំដោយសារតែឈ្មោះនៅលើសម្បត្តិអាពាហ៍ពិពាហ៍មិនមែនជាលីនឈូតាំងពីដើមមកដូច្នេះអាពាហ៍ពិពាហ៍នេះត្រូវចាត់ទុកជាមុខត្រឹមនេះចុះបណ្ណាការរបស់ត្រកូលឈិនមានបញ្ជីដើមសាលាខេត្តសុនធានមានឯកសារអាពាហ៍ពិពាហ៍ផ្លូវការបើថ្ងៃនេះនៅមានអ្នកចង់យកពាក្យថាសុទ្ធតែជាគ្រួសារតែមួយមកបិទបាំងទៀតនោះខ្ញុំនឹងយករបស់ទាំងនេះទៅសាលាខេត្តសុនធានដើម្បីវិស្គរទាមទារយុត្តិធម៌ក្រុមប្រឹក្សាត្រកូលសេនបានសម្រេចដូចទៅទី1លីនឈូដើមឡើយជាបងប្អូនជីដូនមួយឆ្ងាយរបស់ត្រកូលសេនមិនត្រូវបន្តកាន់កាប់តំណែងកូនស្រីពេញសិទ្ធិរបស់ផ្ទះធំទៀតទេត្រូវត្រឡប់ទៅឋានៈដើមវិញភ្លាមហើយមិនអនុញ្ញាតឲ្យចូលក្នុងបញ្ជីត្រកូលជារៀងរហូតទី2បណ្ណាការ17ហឹបប្លង់ហាង6និងប្លង់ភូមិគ្រឹះ2ដែលត្រូវបានគេយកទៅត្រូវប្រគល់ឲ្យសេនជីវ័យវិញទាំងអស់តាមបញ្ជីក្នុងរយៈពេល3ថ្ងៃទ្រព្យសម្បត្តិត្រូវប្រគល់ឲ្យម្ចាស់ដើមវិញទី3លោកយាយចាស់ត្រកូលសេនបានកែប្រែបញ្ជីត្រកូលដោយចិត្តឯងកេងប្រវ័ញ្ចទ្រព្យសម្បត្តិផ្ទះធំនិងធ្វើបាបចៅស្រីពេញសិទ្ធិចាប់ពីថ្ងៃនេះទៅមិនអនុញ្ញាតឲ្យគ្រប់គ្រងកិច្ចការផ្ទៃក្នុងណាមួយរបស់ត្រកូលសេនទៀតទេសម្បត្តិអាពាហ៍ពិពាហ៍ត្រូវចាត់ទុកជាមុខមិនពាក់ព័ន្ធគ្នាហើយគ្មានចំណងតាក់ទងគ្នាជារៀងរហូតអ្នកទាំងអស់គ្នាសូមអញ្ជើញចាប់ពីថ្ងៃនេះទៅកិច្ចការផ្ទៃក្នុងទាំងអស់របស់គ្រួសារសិនគឺប្រគល់ឲ្យឯងជាអ្នកគ្រប់គ្រងកែបញ្ជីគ្រួសារចាត់ទុកជាមុខចាំសិនឈូទោះបីជានាងជាបងប្អូនជីដូនមួយប៉ុន្តែនាងធំដឹងក្តីនៅគ្រួសារសិនហូបបាយគ្រួសារសិនអស់10ឆ្នាំឲ្យនាងដាក់ឈ្មោះជាកូនចិញ្ចឹមក្នុងបញ្ជីគ្រួសារក៏នៅតែអាចរក្សាមុខមាត់បានខ្លះដែរមុខមាត់កាលនោះពួកឯងលាក់បាំងសាច់ញាតិលុបឈ្មោះកូនស្រីច្បងចេញពីបញ្ជីគ្រួសារបដូរទៅជាអ្នកក្រៅមិនក៏មិនគិតថារក្សាមុខមាត់ឲ្យគ្រួសារសិនផងគ្រួសារឈិនមិនដែលបាត់បង់មុខមាត់ទេគ្រួសារសិនក៏កុំគិតចង់បន្តធ្វើពុតជាល្ងងទៀតរឿងថ្ងៃនេះបើមិនធ្វើតាមច្បាប់ទេគឺគ្រួសារឈិនខ្ញុំនឹងនាំសាច់ញាតិទាំងអស់មកទាមទារយុត្តិធម៌ពីគ្រួសារសិនថ្ងៃនេះសាច់ញាតិទាំងអស់បានប្រជុំសម្រេចដូចទៅទី1ការលួចកែបញ្ជីគ្រួសារពីមុនចាត់ទុកជាមុខទី2លីនឈូត្រូវត្រឡប់ទៅត្រកូលលីនវិញលុបឈ្មោះចេញពីបញ្ជីគ្រួសារសិនទី3កូនស្រីច្បងសិនជីវ័យនៅតែរក្សាឈ្មោះតាមបញ្ជីចាស់បន្តធ្វើជាកូនស្រីច្បងទី4កិច្ចការផ្ទៃក្នុងទាំងអស់ម្ដាយក្មេកត្រកូលឈិនត្រូវប្រគល់ចេញមកទាំងអស់សោឃ្លាំងគ្រួសារសិននឹងត្រាគ្រប់គ្រងគ្រួសារចាប់ពីថ្ងៃនេះទៅត្រូវប្រគល់ឲ្យសិនជីវ័យជាអ្នកគ្រប់គ្រងចាប់ពីពេលនេះទៅគ្រួសារសិននឹងគ្មានអ្នកណាហ៊ានធ្វើបាបខ្ញុំទៀតទេពេលនេះអ្វីទាំងអស់គឺខ្ញុំខ្លួនឯងជាអ្នកទាញចេញពីភពបន្តិចម្ដងសិនជីវ័យចូលបញ្ជីគ្រួសារអ្នកនាងសរសេរទៅជីវ័យទៅថ្ងៃមុខកិច្ចការផ្ទៃក្នុងគឺប្រគល់ឲ្យអញហើយខ្ញុំធ្លាប់និយាយនៅរោងការថាខ្ញុំមិនដណ្ដើមមនុស្សប្រុសទេខ្ញុំគ្រាន់តែដណ្ដើមថាគួរតែសរសេរឈ្មោះអ្នកណាពេលនេះក្នុងសាលាដូនតាគួរតែសរសេរឈ្មោះអ្នកណាទីបំផុតសរសេរត្រូវហើយ